រឿងសត្វស្វាដែលចង់ក្លាយជាអ្នកនេសាទមានស្វាមួយក្បាលឈ្មោះអាជីជាស្វាដែលចូលចិត្តញ៉ាំផ្លែឈើប៉ុន្តែថ្ងៃមួយវាឃើញអ្នកនេសាទម្នាក់ស្ទូចបានត្រីធំវាក៏នឹកឃើញចង់បដូររបស់អាហារមកញ៉ាំត្រីវិញម្ដងអាជីបាននិយាយទៅកាន់មិត្តភក្តិរបស់វាគឺសត្វកុកអើយចាំមើលណាថ្ងៃនេះខ្ញុំនឹងក្លាយជាអ្នកនេសាទដ៏ចំណានបំផុតស្ទូចបានត្រីធំជាងឯងទៅទៀតសត្វកុកសើចរួចឆ្លើយថាអាជីស្វាឯងខ្លាចទឹកសឹងស្លាប់តើនេសាទត្រីមិនកើតអាជីមិនស្ដាប់ទេវាបានយកវល្លិឈើមកធ្វើជាខ្សែស្ទូចនិងយកចេកទុំមកធ្វើជានុយវាអង្គុយលើមែកឈើដែលលើទៅលើទឹករួចស្រែកថាមកចុះត្រីទាំងឡាយចេកនេះផ្អែមណាស់ដោយសារតែវាមើលឃើញត្រីធំមួយហើយកាត់វាខំប្រឹងអន់ទៅមើលខ្លាំងពេករហូតបាត់បង់លំនឹងរួចក៏ផ្លក់អាជីបានធ្លាក់ចូលទៅក្នុងទឹកត្រជាក់ញាក់សាច់ត្រីធំនោះមិនត្រឹមតែមិនស៊ីនុយចេកទេថែមទាំងប្រើកន្ទុយបោកក្បាលអាជីមួយផាច់ទៀតផងអាជីហែឡើងលើគោកវិញទាំងញ័រត្រើតរួចនិយាយទៅកាន់សត្វកុកថាមិញនឹងមិនមែនខ្ញុំធ្លាក់ទេគឺខ្ញុំកំពុងសម្ដែងឈុតមុជទឹកពិនិត្យគុណភាពត្រីដើម្បីឲ្យដឹងថាត្រីនៅទីនេះសាច់ណែនល្អអត់តើអត្ថន័យអប់រំការចង់សាកល្បងអ្វីដែលថ្មីជារឿងល្អប៉ុន្តែត្រូវមានការប្រុងប្រយ័ត្ននិងចេះវាយតម្លៃពីហានិភ័យកុំព្យាយាមធ្វើអ្វីដែលផ្ទុយពីធម្មជាតិរបស់ខ្លួនខ្លាំងពេកដោយគ្មានការហ្វឹកហាត់